4វិធីក្នុងការមើលមនុស្សផុសស្មោះទី1គឺទង្វើដើម្បីចង់ដឹងថាមនុស្សផុសម្នាក់នោះស្មោះជាមួយយើងឬក៏អត់អ្វីដែលយើងអាចធ្វើបានគឺការដែលចេះសង្កេតមើលទៅលើទង្វើរបស់គេធ្វើមកដាក់យើងទង្វើរបស់មនុស្សផុសទោះបីជាខំធ្វើខ្លួនលាក់បាំងយ៉ាងណាក៏ដោយអត់អាចលាក់បាំងបានគ្រប់ពេលដែរព្រោះបើសិនជាបង្ហាញចេញមកទង្វើខុសប្លែកធម្មតាគឺអាចបង្ហាញបានយ៉ាងច្បាស់ហ្មងទី2គឺសកម្មភាពចំពោះមនុស្សផុសគេអាចចេះធ្វើខ្លួនឯងនឹងឲ្យមើលទៅគួរឲ្យសង្ស័យទេព្រោះតែគេបានធ្វើអីមួយខុសតែផ្ទុយស្រឡះពីមនុស្សផុសដែលមានខ្លួនធ្វើអីចេញមកក៏មើលទៅសង្ស័យដែរហេតុនេះស្អីអាចសង្កេតមើលទៅលើសកម្មភាពរបស់គេបានព្រោះមនុស្សផុសដែលស្មោះគេនឹងផ្ដោតទំនុកចិត្តដល់យើងហើយទី3គឺអត់ចេះលាក់បាំងទេអ្វីដែលអាចឲ្យអ្នកមើលដឹងថាគេស្មោះជាមួយនឹងអ្នកឬក៏អត់អ្នកអាចសង្កេតមើលបានថាមនុស្សផុសដែលគេស្មោះជាមួយនឹងអ្នកពិតប្រាកដគេតែងតែបើកចំហការគិតនិងអារម្មណ៍របស់គេចំពោះអ្នកជានិច្ចព្រោះថាសម្បីទៅរឿងបែបហ្នឹងក៏គេអត់ចេះលាក់បាំងពីអ្នកនោះដែរគឺអាចឲ្យអ្នកបានដឹងយ៉ាងច្បាស់ហើយថាគេជាមនុស្សបែបណា4ជ្រើសយកការបកស្រាយជាងការគេចវេះនៅពេលដែលមនុស្សស្រីហោះរឿងមនុស្សផុសស្មោះគឺគាត់តែងតែជ្រើសយកការបកស្រាយជាងការគេចវេះព្រោះថាការគេចវេះវាអាចបញ្ជាក់បានថាមនុស្សផុសនោះគឺគាត់បានធ្វើខុសពិតមែនទើបគាត់អត់ហ៊ានបកស្រាយតែបើសម្រាប់មនុស្សផុសស្មោះវិញគឺគាត់ជ្រើសយកការបកស្រាយព្រោះគេអត់ចង់ឲ្យមនុស្សស្រីដែលគេស្រឡាញ់មានការយល់ច្រឡំគេក៏អត់បានធ្វើអីខុសដែរអញ្ចឹងគឺអត់មានអីត្រូវគេចវេះនោះទេ